ជំរាបសួរប្រិមិត្តជាទីមេត្រីខ្ញុំបាទសៀងចម្ប៉ាកំពុងស្ថិតនៅពហុកីឡាដ្ឋានជាតិអូឡ িম্প ិកខណៈនេះនៅក្នុងពហុកីឡាដ្ឋានជាតិអូឡ িম্প ិកមានអ្នកមកលេងកីឡានិងហាត់ប្រាណជាច្រើនថាតើការលេងកីឡានិងហាត់ប្រាណអាចផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ពួកគាត់មិនថាស្ថិតក្នុងប្រទេសកម្ពុជាឬប្រទេសនៅក្នុងពិភពលោកការលេងកីឡានិងការហាត់ប្រាណដើម្បីសុខភាពគឺមានសារៈសំខាន់ណាស់ចំពោះសុខភាពអ៊ំស្រីរ៉ាមីអាយុ70ឆ្នាំរស់នៅភ្នំពេញគាត់បានមកហាត់ប្រាណជារៀងរាល់ថ្ងៃនៅទីនេះការហាត់ប្រាណវាជួយថាឲ្យយើងរឹងមាំឲ្យយើងមានសុខភាពល្អហើយបើយើងចាស់ទៅហ្នឹងគឺថាការហាត់ប្រាណវាផ្ដល់ឲ្យយើងមិនវង្វេងចាស់ទៅច្រើនជាងការវង្វេងហ្មងអញ្ចឹងណាវង្វេងស្មារតីយើងរឹងមាំអញ្ចឹងល្អប្រសើរផ្ដល់សុខភាពល្អកញ្ញានីតាអាយុ18ឆ្នាំចូលចិត្តមករត់ហាត់ប្រាណដើម្បីសុខភាពតែថ្ងៃហ្នឹងមកទីនេះក៏មានបំណងអ្វីដែរហាត់កីឡាជំរឿនទៅក្នុងការផ្សាយកីឡាហ្នឹងធ្វើឲ្យយើងមានសុខភាពល្អចាវាអាចកាត់បន្ថយជាតិពុលក្នុងខ្លួនហើយកាត់បន្ថយពី stress ក្នុងខ្លួនលោកសីឡាអាយុ22ឆ្នាំបន្ថែមទៀតថាការលេងកីឡានិងហាត់ប្រាណធ្វើឲ្យគាត់សប្បាយចិត្តពេលយើងលេងទៅយើងមិនឡោយើងបែកញើសហើយយើងសប្បាយទៀតអញ្ចឹងទៅពេលខ្លះយើងលេងកីឡាហើយទៅដល់ផ្ទះយើងងូតទឹកហើយយើងឃ្លានបាយហ្មងពេលអញ្ចឹងទៅថាយើងហត់ពីនេះទៅយើងញ៉ាំបាយឆ្ងាញ់ហ្មងតាមការសង្កេតឃើញថាការលេងកីឡានិងហាត់ប្រាណពិតជាជួយដល់សុខភាពបំបាត់ stress និងធ្វើឲ្យរាងកាយមាំមួនខ្ញុំបាទសៀងចម្ប៉ារាយការណ៍ពីរាជធានីភ្នំពេញ